តើអ្នកអាចស្រមៃបានទៀតថាបើថ្ងៃមួយអ្នកអាចចម្លងខ្លួនឯងម្នាក់ទៀតដែលមានមុខមាត់រូបរាងនិងសែនដូចអ្នកបែបបិទវាមិនមែនជារឿងក្នុងគុណ Sci-Fi ទៀតទេព្រោះរឿងនេះបានកើតឡើងរួចទៅហើយកាលពីជាង30ឆ្នាំមុនថ្ងៃទី5ខែកក្កដាឆ្នាំ1996ពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលសត្វជើងទួចមួយក្បាលបានចៅកំណើតឡើងវាមានឈ្មោះថា Dolly មិនមែនជាកូនជៀមធម្មតាដែលកើតចេញពីការបង្កាត់ពូជរវាងមេនិងបាឡើយវាគឺជាសត្វដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រដែលកើតចេញពីកោសិកាតែមួយនៃសត្វឈាមពេញវ័យម្នាក់ទៀតការកើតមករបស់ Dolly បានធ្វើឲ្យមនុស្សជាតិចាប់ផ្ដើមភ័យខ្លាចការចាប់ផ្ដើមសួរថាបើគេក្លូនកូនជៀមបានតើគេអាចក្លូនមនុស្សបានដែរទេហើយតើវាជាការជឿនលឿននៃវិទ្យាសាស្ត្រឬជាការប្រមាថដល់ធម្មជាតិថ្ងៃនេះយើងនឹងបញ្ញែកអាថ៌កំបាំងនៃការបង្កើត Dolly និងរឿងរ៉ាវនៅពីក្រោយមន្ទីរពិសោធន៍ដែលផ្លាស់ប្ដូរពិភពលោកមួយនេះរឿងនេះកើតឡើងនៅវិទ្យាស្ថាន Roslin ក្នុងប្រទេស Scotland ក្រោមការដឹកនាំរបស់លោក Len Wilmot និង Keith Campbell ពួកគេចង់បញ្ជាក់ថាកោសិកាដែលចាស់ទៅហើយក៏អាចកំណត់ឡើងវិញឲ្យក្លាយជាកោសិកាចាប់ផ្ដើមនៃជីវិតថ្មីបានដែរពួកគេបានយកកោសិកាចេញពីដោះរបស់សត្វជៀមពណ៌សមួយក្បាលរួចយកទៅបញ្ចូលក្នុងស៊ុតរបស់សត្វជៀមមួយក្បាលផ្សេងទៀតដែលត្រូវបានគេដកស្នូល DNA ចេញអស់ការពិសោធន៍នេះមិនមែនជោគជ័យភ្លាមឡើយពួកគេបានព្យាយាមរហូត277លើកមានន័យថា276លើកមុនគឺសុទ្ធតែបរាជ័យនិងរលត់ទាំងអស់រហូតដល់លើកទី277ទើប Dolly ចាប់កំណើតមកដល់ជោគជ័យមានរឿងគួរឲ្យអស់សំណើចមួយទៀតនៅពីក្រោយឈ្មោះរបស់វាដោយសារតែកោសិកាដែលយកមកខ្លួនគឺយកចេញពីក្រពេញដោះរបស់សត្វជៀមមន្ទីរពិសោធន៍ក៏សម្រេចចិត្តដាក់ឈ្មោះវាថា Dolly គឺជាឈ្មោះរបស់តារាចម្រៀង Dolly Parton ម្ចាស់បទ Jolene ដែលល្បីថាមាននាមទ្រង់ស្អាតប៉ុន្តែនៅពីក្រោយឈ្មោះដ៏គួរឲ្យស្រឡាញ់នេះគឺជាការបារម្ភយ៉ាងខ្លាំង Dolly មានសុខភាពល្អនៅពេលកើតប៉ុន្តែអ្នកវិទ្យាសាស្ត្រចាប់ផ្ដើមសង្កេតឃើញរឿងចម្លែកតើ Dolly មានអាយុស្មើនឹងកូនជៀនទើបតែកើតឬក៏គេមានអាយុស្មើនឹងជៀមដែលជាម្ចាស់កោសិកាដែលគេយកមកខ្លួននោះ Dolly បានក្លាយជាតារាវិទ្យាសាស្ត្រវាបានរស់នៅយ៉ាងមានសុភមង្គលក្នុងវិទ្យាស្ថានមានកូនផ្ទាល់ខ្លួនចំនួន6ក្បាលតាមរយៈការបង្កាត់ពូជធម្មជាតិដើម្បីបញ្ជាក់ថាសត្វក្លូនក៏អាចបង្កើតកូនបានដែរប៉ុន្តែនៅអាយុ6ឆ្នាំ Dolly ចាប់ផ្ដើមមានជំងឺសន្លាក់និងជំងឺសួតដែលជាធម្មតាវាកើតលើសត្វជៀមចាស់អាយុចាប់ពី10ឆ្នាំឡើងទៅនេះជាចំណុចខ្សោយនៃវិទ្យាសាស្ត្រក្លូនគឺជាការចម្លងមកទាំងអាយុកាលរបស់កោសិកានៅឆ្នាំ2003 Dolly ត្រូវបានគេផ្ដល់មរណភាពដោយសន្តិភាពដើម្បីកុំឲ្យវាមានការឈឺចាប់តទៅទៀតសាកសពរបស់វាត្រូវបានគេរក្សាទុកនិងតាំងបង្ហាញនៅក្នុងសារមន្ទីរ Scotland រហូតមកដល់សព្វថ្ងៃ Dolly បានស្លាប់ទៅហើយប៉ុន្តែវាបានបើកទ្វារឲ្យវិទ្យាសាស្ត្រថ្មីដូចជាការព្យាបាលដោយកោសិកាដែលយើងហៅថា stem cell និងការបង្កើតពូជសត្វកម្រជាដើមទោះជាយ៉ាងណាពិភពលោកបានរួមគ្នាបង្កើតច្បាប់ហាមឃាត់ក្នុងការក្លូនមនុស្សជាដាច់ខាតព្រោះថាតើនឹងមានអ្វីកើតឡើងប្រសិនបើមហាសេដ្ឋីឬមេដឹកនាំផ្ដាច់ការចោទបង្កើតខ្លួនឯងឡើងរាប់រយនាក់តើអ្នកណាជាម្ចាស់នៃជីវិតដែលកើតចេញពីមន្ទីរពិសោធន៍នេះ Dolly មិនមែនគ្រាន់តែជាសត្វជៀមមួយក្បាលទេប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់មនុស្សជាតិដែលចង់យកឈ្នះធម្មជាតិសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast នៅថ្ងៃនេះតើអ្នកយល់យ៉ាងណាដែរប្រសិនបើវិទ្យាវិទ្យាក្លូនត្រូវបានអនុញ្ញាតឲ្យប្រើលើមនុស្សកុំភ្លេចចែករំលែកមតិរបស់អ្នកសូមអរគុណ